សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel Admin រឿងទៀនថ្ងៃនេះផងដែរមានកំណរំប្រិយមិត្តទាំងអស់គ្នាមកស្ដាប់កំសាន្តអំពីសាច់រឿងមួយដែលមានចំណងជើងថាសុបិនកុមារតើលើកមកខាតពេលវេលាយូរយើងចូលទៅដល់សាច់រឿងទាំងអស់គ្នាតែមុននឹងចូលដល់សាច់រឿង Admin ក៏សូមចាត់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe និងដាក់រូបកណ្ដឹងឲ្យ Admin មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗមុនគេការដើមឡើយមានព្រះមហាក្សត្រមួយអង្គព្រះនាមបរណបៈគ្រងរាជសម្បត្តិនៅនគរកោសំពីមហេសីព្រះនាមកេសោមលាទេវីប៉ុន្តែគ្មានព្រះរាជបុត្រមួយអង្គសោះក្នុងនគរនោះមានប្តីប្រពន្ធពីរនាក់ជាមហេសថីក្រោយមកពួកគាត់ក៏កើតបានកូនប្រុសមួយតែចម្លែកណាស់ពេលដែលកូននោះកើតមកក្នុងថ្ងៃដំបូងគេញ៉ាំអាហារបានមួយវែកថ្ងៃទី2បាន2វែករហូតដល់អាយុ1ខែគេញ៉ាំបានអាហារដល់30វែកទើបឆ្អែតសេដ្ឋីកំណាញ់ស្វិតនេះក៏កើតក្តីព្រួយបារម្ភណាស់ព្រោះពួកគាត់ភ័យខ្លាចនឹងក្រលំបាកនៅថ្ងៃក្រោយទើបប្តីពិគ្រោះនឹងប្រពន្ធថាកូនយើងនេះវាជាទារកចង្រៃអពមង្គលណាស់បើចិញ្ចឹមវាទៅទៀតទ្រព្យសម្បត្តិទាំងប៉ុន្មានមកនឹងវិនិច្ឆ័យហិនហោចដោយសារវាជាមិនខានដូច្នេះពីរនាក់ប្តីប្រពន្ធក៏សម្រេចចិត្ត3កូនទៅដាក់ចោលនៅទីបច្ឆាលុះរំលងអត្រាតមានព្រះថេរៈមួយអង្គបានយល់សុបិនឃើញចម្លែកថាមានកូនដំរីសមួយចូលមកក្នុងអារាមហើយមានមហាជននិងអសរជនហែហោមចោមរោមជាអនេកលុះព្រះថេរៈតានឡើងពីសឹងនិមន្តទៅទីបច្ឆាស្រាប់តែឃើញទារកកំពុងតែស្រែកយំក៏បីទារកនោះមកទុកនៅក្នុងកុដិលុះពេលភ្លឺស្វាងឡើងលោកនិមន្តទៅទទួលចង្ហាន់បិណ្ឌបាតក្នុងរាជត្រកូលព្រះរាជាទ្រង់បានប្រគេនចង្ហាន់ដ៏ប្រណិតដល់ព្រះថេរៈបានថ្វាយព្រះពរទូលថាបបិទ្ធមហារាជអាត្មាភាពរើសបានទារកម្នាក់នៅទីបច្ឆាមិនដឹងជាអ្នកណាយកមកប្លង់ចោលទេព្រះរាជាសន្តាប់ហើយក៏ទ្រង់ចាត់ចែងម៉ែដោះឲ្យទៅយកទារកនោះមកចិញ្ចឹមបីបាច់ថែរក្សាព្រះថេរៈក៏ឲ្យឈ្មោះទារកនោះថាចៅសុបិនកុមារលុះចៅសុបិនកុមារបានអាយុ7ឆ្នាំព្រះថេរៈក៏ទៅទទួលយកមកបំពុះជាសាមណេរបង្ហាត់បង្រៀនព្រះបរយរតិដែលជាគោលសិក្សានៃព្រះពុទ្ធសាសនាមិនយូរប៉ុន្មានសាមណេរសុបិនមានប្រាជ្ញាឆ្លៀសវៃមានស្មារតីចងចាំនិងចេះដឹងក្នុងគម្ពីរព្រះត្រៃបិដកលុះសាមណេរមានព្រះជន្ម20ព្រះវស្សាព្រះថេរៈបានទូលព្រះរាជាថាសាមណេរសុបិនមានអាយុគួរសមនឹងឧបសម្បត្តិបានហើយសូមព្រះអង្គព្រះរាជទានត្រៃជីវរនិងបរិក្ខារផ្សេងដើម្បីឧបសម្បត្តិជាភិក្ខុព្រះរាជាទ្រង់ចាត់ចែងគ្រឿងសមណៈបរិក្ខារសពគ្រប់ហើយទ្រង់ចាត់អាមាត្យឲ្យយកទៅប្រគេនព្រះថេរៈឯអារាមសុបិនជាសាមណេរក្រោយពីបានឧបសម្បត្តិជាភិក្ខុភិវៈក្នុងព្រះពុទ្ធសាសនាហើយក៏មានកិត្តិនាមល្បីថាលោកជាអ្នកទ្រទ្រង់ព្រះត្រៃបិដកជាធម្មកថាស្ទាត់ជំនាញក្នុងការបកស្រាយធម៌វិន័យបានក្បោះក្បាយល្អណាស់លោកតែងតែនិមន្តទៅទទួលចង្ហាន់បិណ្ឌបាតនៅក្នុងរាជត្រកូលលុះឧបសម្បត្តិបាន5វស្សានៅរាត្រីមួយសុបិនភិក្ខុបានសុបិននិមិត្តយ៉ាងចម្លែកណាស់ថាខ្លួនលោកបានទៅស្ថិតនៅលើកំពូលភ្នំហេមពាន្តហើយបានចាប់មណ្ឌលព្រះអាទិត្យដាក់នៅលើព្រះហស្ថស្ដាំហើយចាប់មណ្ឌលព្រះច័ន្ទដាក់នៅលើព្រះហស្ថឆ្វេងមានមហាជនជាច្រើននាំគ្នាចូលមកកោះកុញធ្វើសង្ឃាសបូជាដល់លោកក្រាបសំពះដោយសេចក្តីគោរពដល់ភ្លឺស្វាងសុបិនភិក្ខុតានឡើងបានធ្វើកិច្ចដល់ឧបជាយាចានៅដំណើររឿងយល់សុបិនដែលលោកបានឃើញក្នុងរាត្រីនោះលោកគ្រូអាចារ្យពិចារណាថាសុបិនភិក្ខុ
នេះមុខជាបានគ្រងរាជសម្បត្តិជាស្ដេចឯករាជ្យប្រកបដោយឫទ្ធាចេស្តាបារមីល្បីខ្ចរខ្ចាយហើយលោកចូលទៅកាន់រាជត្រកូលដើម្បីទទួលចង្ហាន់បិណ្ឌបាតនិងបានដំណើររឿងសុបិននោះថ្វាយព្រះរាជាទីសណ្ដាប់ផងព្រះរាជាទទួលដំណឹងនេះហើយក៏បញ្ជាឲ្យហោរាចូលមកគាល់ត្រាស់សួរអំពីសុបិននិមិត្តនេះហោរាបានថ្វាយទំនាយថាសូមទ្រង់មេត្តាប្រោសសុបិនភិក្ខុនេះតទៅនឹងជាអ្នករិទ្ធីល្បីល្បាញហើយបានគ្រងរាជាស្ដេចឯករាជ្យព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នេះហើយទ្រង់មានត្រេះតម្រេះថាសុបិនភិក្ខុមុខជាដណ្ដើមរាជបល្ល័ង្កអញមិនខានបើដូច្នេះអញគួរតែចាត់ការវាជាមុនហើយទ្រង់បញ្ជាឲ្យអាមាត្យឲ្យទៅចាប់សុបិនភិក្ខុផ្សឹកចេញឃុំខ្លួនទុកនៅក្នុងគុកថ្ងៃមួយព្រះរាជាចេញទៅក្រសាលតាមដងទន្លេជាមួយនឹងស្រីស្នំព្រមទាំងអាមាត្យសពមុខមន្ត្រីដោយហុំទន្លេនិងសំណាញ់ក្នុងទឹកទើបស្ដេចចុះក្រសាលជាមួយនឹងស្រីស្នំទាំងឡាយក្រោយពីស្ដេចឡើងមកវិញពួកព្រានប្រមូលសំណាញ់ចេញស្រាប់តែជាប់កម្រងផ្កាមួយហើយយកទៅថ្វាយស្ដេចដេញដោលសួររកម្ចាស់កម្រងផ្កានេះតែគ្មាននរណាដឹងឡើយទើបទ្រង់មានព្រះតម្រេះយល់ថាកម្រងផ្កានេះប្រហែលជារបស់នាងដែលមានបុណ្យវាសនាខ្ពង់ខ្ពស់ហើយបានជារចនាភួងមាលាដ៏វិសេសដូច្នេះទើបទ្រង់ចាត់អាមាត្យនិងពួកថ្មើរព្រៃឲ្យចេញទៅរកឯស្រុកទេសផ្នែកខាងលើទន្លេហើយស៊ើបសួរនារីបញ្ញពិតកល្យាណីដើម្បីតំណែងជាព្រះអគ្គមហេសីរបស់ព្រះអង្គអាមាត្យនិងពួកថ្មើរព្រៃនាំគ្នារង្គត់ឡើងតាមដងទន្លេទៅលើអស់កាលយូរអង្វែងឥតបានជួបប្រទះនឹងស្រុកណាមួយឡើយប៉ុន្តែពួកគេក៏បានទៅដល់លំនៅនៃស្វាសដែលស្នាក់អាស្រ័យនៅលើដើមស្វាយក្បែរមាត់ទន្លេជាមួយនឹងបរិយាស្វារាប់មិនអស់ស្ដេចស្វាសឃើញជនទាំងនោះមកឈប់ក្បែរគល់ស្វាយក៏សួរថាអ្នកមកពីណាហេតុអ្វីក៏បានមកដល់ទីនេះតើមានបំណងអ្វីទៅពួកអាមាត្យប្រាប់ស្វាថាយើងមកកាន់ទីនេះព្រោះទទួលព្រះរាជបញ្ជាពីព្រះមហាក្សត្រឲ្យពួកយើងមកស៊ើបសួររកនារីបញ្ញពិតកល្យាណីតើអ្នកបានដឹងខ្លះដែរឬទេស្ដេចស្វាសក៏ប្រាប់ថាបើតាមខ្ញុំដឹងនៅលើទន្លេនេះមានរាជបុត្រីនៃព្រះរាជាមួយអង្គព្រះនាមបទុមកេសរាទ្រង់ឆោមល្អលើសនារីក្នុងលោកីនាងជានារីបញ្ញពិតកល្យាណីគង់នៅលើប្រាសាទ7ជាន់មានមនុស្សរក្សាការពារយ៉ាងម៉ឺងម៉ាត់ជាបុត្រីរបស់ព្រះបាទកលរាជនិងព្រះមហាសីបទុមវតីទេវីនៅនគរចិនបុរីដែនខេមរ័ត្នមានស្ដេចមួយអង្គនាំគ្រឿងបណ្ដាការសុំស្ដីដណ្ដឹងព្រះរាជធីតានោះតែព្រះបវរបិតានាងមិនទាន់លើកឲ្យទៅស្ដេចអង្គណានៅឡើយជនថ្មើរជើងក៏សួរទៀតថាចុះធ្វើដូចម្ដេចនឹងបានទៅដល់នគរនោះស្ដេចស្វាសប្រាប់ថាបើធ្វើដំណើរតាមផ្លូវគោកពិបាកហើយឆ្ងាយណាស់នឹងមានគ្រោះថ្នាក់ច្រើនបើធ្វើដំណើរតាមជើងទឹកទើបងាយស្រួលជាងអាមាត្យបានទទួលព័ត៌មានពីស្ដេចស្វាសដូច្នេះហើយក៏វិលត្រឡប់ទៅនគរវិញក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាបទ្រង់បញ្ជាឲ្យរៀបចំសំពៅធំចំនួន7ក្នុងសំពៅនីមួយផ្ទុកដោយយោធា500នាក់ព្រមទាំងសព្វវុធនិងគ្រឿងសសដាវុធផ្សេងបើកសំពៅចេញទៅក្នុងមហាសមុទ្រអស់អំឡុង3ខែទើបទៅដល់នគរចិនបុរីដែនខេមរ័ត្ននៅទីនោះ
មានកងយោធារបស់ស្ដេច1001ដែលបានទៅដល់មុនគេឮដំណឹងថាមានសំពៅចូលមកចងស្ពានមន្ត្រីដើម្បីស្ដីដណ្ដឹងព្រះរាជធីតាដូច្នេះក៏មិនពេញចិត្តទើបបណ្ដោយឲ្យប្រយុទ្ធគ្នាឡើងយោធាសំពៅទាំង7មិនអាចទប់ទល់នឹងកងយោធាទាំងនោះបានក៏បើកសំពៅគេចត្រឡប់ចូលនគរវិញទូលព័ត៌មានពីការបរាជ័យឲ្យទ្រង់បានជ្រាបព្រះរាជាទ្រង់កាត់ទុកព្រួយព្រះតីដោយចង់បាននាងកែវនោះខ្លាំងណាស់ទ្រង់អត់ក្រយ៉ាស្ងោយផ្ទុំសន្ធឹកសន្ថៃលើក្រឡាព្រំបន្ទុំព្រះមហាសីឃើញព្រះស្វាមីមានទុកព្រួយបែបនេះក៏មានព្រះសវណ្ណមន័យថាបើព្រះស្វាមីចង់បានព្រះនាងកែវនោះមែនសូមទ្រង់ចាត់បណ្ឌិតសុបិនឲ្យទទួលភារកិច្ចនេះចោះព្រោះល្បីថាជាបណ្ឌិតមានប្រាជ្ញាឆ្លៀសវៃណាស់គេអាចទៅយកព្រះនាងនោះមកថ្វាយព្រះអង្គបានស្ដេចទ្រង់ព្រះសណ្ដាប់ហើយក៏ត្រាស់បង្គាប់អាមាត្យឲ្យទៅដោះលែងចៅសុបិនចេញពីគុកព្រះអង្គបានសុំទោសចៅសុបិនដែលបានធ្វើទោសដោយជឿតាមពាក្យមូលបង្កាច់របស់អ្នកដទៃឥឡូវទ្រង់បានជ្រាបយ៉ាងច្បាស់ថាចៅសុបិនគ្មានទោសអ្វីទេទ្រង់មានព្រះបន្ទូលលួងលោមដោយប្រការផ្សេងទ្រង់បានប្រទានគ្រឿងអលង្ការនិងលើកភោជនាហារមានឲ្យជារសមកប្រទានដល់ចៅសុបិនហើយទ្រង់មានព្រះឱកាសថាចៅសុបិននៅចិនបុរីដែនខេមរ័ត្នមានព្រះរាជធីតាមួយអង្គប្រកបដោយរូបឆោមល្អឯកឥតមាននារីណាប្រៀបផ្ទឹមស្មើបានឡើយដូច្នេះចូលឯងលើកពលយោធាចុះសំពៅទៅកាន់ក្រុងចិនបុរីហើយរិះរោចមធ្យោបាយយ៉ាងណានាំនារីកែវនោះមកថ្វាយយើងនឹងប្រទានរាជទ្រព្យជាទីគាប់ចិត្តចៅសុបិនបានថ្វាយបង្គំទទួលភារៈនេះហើយវិលទៅរកអារាមលាគ្រូបាអាចារ្យពួកលោកបានឲ្យពរសពសាធុការប្រសិទ្ធពរជ័យដើម្បីចេញទៅធ្វើការនោះឲ្យបានសម្រេចចៅសុបិនបន្ទាប់ពីបានទទួលពរពីលោកគ្រូហើយក៏ចុះសំពៅទៅជាមួយកងយោធាតែមុននឹងចេញដំណើរព្រះរាជាបានខ្សឹបប្រាប់ការសម្ងាត់ដល់អាមាត្យចំណិតថាណែអាមាត្យបើសុបិននាំព្រះរាជធីតាឡើងសំពៅបានហើយចូលឯងព្រួតដៃគ្នាចាប់វាទម្លាក់ទៅក្នុងមហាសមុទ្រឲ្យស្លាប់ទៅហើយសឹមនាំព្រះនាងមកថ្វាយយើងអាមាត្យទទួលព្រះរាជបញ្ជាដោយក្តីស្មោះស្ម័គ្រលុះសំពៅចៅសុបិនបានទៅដល់កំពង់ផែចិនបុរីហើយក៏ប្រកាសថាសំពៅចូលមកលក់នឹងទិញទំនិញផ្សេងសូមបងប្អូនចូលមកមើលទំនិញនេះចោះបើមានទំនិញលក់ក៏ខាងលើទទួលទិញដែរពេលនោះធ្វើឲ្យសំពៅចៅសុបិនចូលចតតាមកំពង់ផែឥតមានឧបសគ្គអ្វីឡើយហេតុដូចនេះចៅសុបិនផ្ដាំអាមាត្យឲ្យនៅចាំសំពៅមិនឲ្យយោធាណាឡើងលើគោកឡើយចៅសុបិនបានដើរទៅរកទីប្រជុំជនមួយក៏ឮអ្នកស្រុកនិយាយគ្នាថានៅ7ថ្ងៃទៀតព្រះរាជធីតាបុទុមកេសរានឹងចេញទៅប្រពៀតក្នុងសួនឧទ្យានហើយពេលនោះសុបិនគិតថាធ្វើដូចម្ដេចនឹងបានជួបនឹងព្រះនាងទៅបើមានគេការពារយ៉ាងម៉ឺងម៉ាត់ដូច្នេះគិតហើយសុបិនក៏ម្នីម្នាដើរទៅមើលនៅក្នុងឧទ្យានប្របនឹងឆ្នេរទន្លេក៏ស្រាប់តែបានជួបនឹងស្ដេចស្វាសស្ដេចស្វាសសំណេះសំណាលជាមួយនឹងសុបិនដោយការគួរសុបិនមើលអាកប្បកិរិយាស្ដេចស្វាសអាចពឹងពាក់បានក៏និយាយសុំជំនួយពីស្ដេចស្វាសរកមធ្យោបាយយ៉ាងណាឲ្យបានជួបនឹងព្រះនាងសុបិនបានស្នាក់នៅលើជាមួយនឹងស្ដេចស្វាសទាំងពីរ3ថ្ងៃទើបបានមានដំណឹងថា
ព្រះរាជធីតាទ្រង់យាងមកប្រពាតសួនអូសៀននៅព្រឹកថ្ងៃស្អែកនេះលុះព្រលឹមស្រាងសុបិនចេញទៅរកកន្លែងលាក់ខ្លួនក្នុងសួនអូសៀនជាមុនពេលក្បួនដង្ហែមកដល់ខាងក្នុងអំពែងឧសៀនពួកនារីជាបរិវារប្រឡែងគ្នាលេងយ៉ាងត្រហឹងអឺងកងខ្លះរាំខ្លះច្រៀងយ៉ាងខ្ញៀវខ្ញាឯព្រះរាជធីតាមិនបានលេងនឹងគេទេទ្រង់ទតមើលពួកគេហើយញញឹមប្រកបដោយព្រះភ័ក្ត្រប្រំប្រែងព្រះនាងមានរឹកពាថ្លៃថ្នូរខ្ពង់ខ្ពស់សមតាមចរិយាជាមួយរូបឆោមប្រកបដោយបញ្ញបត្តិកល្យាណីមែនសុបិនកាលបើឃើញព្រះរាជធីតាហើយក៏ចាប់ចិត្តស្នេហាយ៉ាងជ្រាលជ្រៅតែមិនអាចដឹងដល់ដួងហឫទ័យនៃព្រះនាងដូចម្ដេចឡើយសុបិនអធិដ្ឋានថាសូមបួងសួងដល់អរុក្ខអរិយអ្នកតាទេវតាទាំងឡាយសូមឲ្យព្រះរាជធីតាទតឃើញរូបខ្ញុំតែម្នាក់បានហើយសូមកុំឲ្យអ្នកដតីមើលឃើញរូបខ្ញុំឲ្យសោះថាហើយសុបិនក៏ចេញពីទីពួនបង្ហាញរូបរាងរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់គ្រាន់តែព្រះនាងទតឃើញសុបិនភ្លាមក៏មានព្រះទ័យជ្រួលច្របល់រំជើបរំជួលដោយសេចក្តីស្នេហាដោយមិនធ្លាប់មានពីមុនមកគូស្នេហ៍រវាងក្រមុំនិងកំឡោះនេះបានកើតឡើងដោយអំណាចពីបុព្វេគឺអ្នកទាំងពីរធ្លាប់រួមសុខរួមទុក្ខជាមួយនឹងគ្នាកាលពីជាតិមុនព្រះនាងពេញព្រះរតីនឹងបុរសនេះណាស់តែព្រះនាងមិនទាន់ដឹងថាគេមានព្រះញ្ញាយ៉ាងណានោះទេទើបព្រះនាងធ្វើប្រស្នាសាឡបងប្រាជ្ញាចំណែកសុបិនក៏សម្ដែងកាយវិការឲ្យព្រះនាងបានដឹងថាគេបានយល់អំពីប្រស្នានេះហើយរហូតដល់រសៀលព្រះសូរិយាក្បួនដង្ហែបាននាំព្រះរាជធីតាត្រឡប់ចូលប្រាសាទវិញសុបិនបានត្រឡប់មកដល់លំនៅស្ដេចស្វាសស្ដេចស្វាសចុះពីលើដើមឈើសួរសុបិនអំពីដំណើរដែលបានទៅជួបនាងសុបិនបានបន្យល់ពីការតាក់ទងគ្នាដោយសេចក្តីស្នេហារវាងព្រះរាជធីតាដោយព្រះស្នាដែលនាងបានសម្ដែងស្ដេចស្វាសសុំឲ្យសុបិនដោះព្រះស្នានេះសុបិនប្រាប់ស្ដេចស្វាសថាការដែលព្រះនាងទតឃើញខ្ញុំទ្រង់បានចាប់ផ្កាឈូកមួយលើកមកថើបរួចឱបផ្កានោះមានន័យថាព្រះនាងបានសម្ដែងសេចក្តីស្នេហាចំពោះរូបខ្ញុំព្រះនាងចាប់ផ្កាបង្វិលលើសិរិសា7ដងមានន័យថាព្រះនាងនៅលើប្រាសាទ7ជាន់ព្រះនាងចាប់ផ្កាមកថើបរួចដាក់ផ្កានៅលើផ្លូវជូនចាស់ម្នាក់ហើយក៏យកមកថើបម្ដងទៀតមានន័យថាតោងអស្រ័យដូនចាស់ម្នាក់នេះទើបអាចទៅដល់ព្រះនាងនៅខាងលើប្រាសាទបានស្ដេចស្វាសនិយាយថាប្រហែលជាយ៉ាងនឹងមែនហើយចូលអ្នកទៅរកព្រះនាងនោះចោះបើមានឧបសគ្គយ៉ាងណាចូលអ្នកឲ្យដំណឹងមកខ្ញុំផងខ្ញុំនឹងជួយឧបត្ថម្ភដោយតាមការដែលអាចធ្វើទៅបានលុះព្រឹកឡើងសុបិនលាស្ដេចស្វាសដើរទៅរកនគរចិនបុរីចូលទៅសំពះដូនចាស់សុំស្នាក់នៅបាន2 ទៅ 3 ថ្ងៃដូនចាស់ចិត្តសប្បុរសហើយបង្គាប់ទាសីឲ្យទៅរៀបចំទីកន្លែងនិងអាហារជូនសុបិនពិសាដូនចាស់បានសួរសុបិនអំពីប្រវត្តិនិងគោលបំណងដែលបានមកដល់ទីនេះសុបិនពោលសារសពតាមរឿងគ្រប់យ៉ាងព្រមទាំងការបានជួបនឹងព្រះរាជធីតានៅក្នុងឧសៀនទៀតផងដូនចាស់មេអណ្ដើកដែលបានយល់ពីព្រះរាជធីតាស្រាប់ក៏ជួយសុបិនឲ្យបានជួបនឹងព្រះនាងខាងលើប្រាសាទដូចបំណងហើយក្រមុំកំឡោះទាំងពីរបានពោលវាចាស្នេហាផ្អែមល្ហែមដែលមិនអាចបំភ្លេចបានសុបិនបានទូលព្រះនាងថា
បងត្រូវចុះទៅសំពៅនឹងអាត្រិតនេះហើយតើព្រះនាងសុខចិត្តទៅជាមួយនឹងបងដែរឬទេព្រះនាងត្រេះរិះស្ទាក់ស្ទើរក្នុងចិន្តាខ្លាចក្រែងព្រះវរមេដាបៃតាកើតទុកដោយហេតុព្រាត់ប្រាសអំពីបុត្រតែព្រះនាងគិតអំពីអនាគតជាសំខាន់ទើបទ្រង់កាត់ព្រះទ័យទៅតាមស្វាមីហើយព្រះនាងប្រមូលរបស់របរមានតម្លៃផ្សេងចងជាបង្វិចហើយចេញយាត្រាទៅជាមួយនឹងគូស្នេហានៅក្នុងរាត្រីនោះសុបិននាំព្រះនាងទៅដល់សំពៅក៏ស្រាប់តែមានអាមាត្យម្នាក់ចេញមកទទួលព្រះនាងធ្វើឲ្យទ្រង់របូតបង្វិចធ្លាក់ទៅក្នុងទឹកសុបិនឃើញដូច្នេះក៏លោតចុះទៅមុជទឹករកបង្វិចនោះពួកអាមាត្យក្បត់ក៏នាំព្រះនាងចូលទៅក្នុងសំពៅហើយប្រញាប់ស្រាវយុទ្ធការបើកសំពៅចេញដោយរុះរាន់នាំយកព្រះនាងទៅថ្វាយស្ដេចបរណបៈព្រះនាងខាត់ថាព្រះស្វាមីមិនទាន់ឡើងមកទេសូមកុំអាលចេញទៅអីប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់ពាក្យអង្វររបស់ទ្រង់ឡើយបន្ទាប់ពីសុបិនងើបពីទឹកឡើងវិញក៏ស្រាប់តែស្ងាត់ជ្រាបរកសំពៅមិនឃើញក៏យល់ថាខ្លួនចាញ់បោកបញ្ឆោតគេហើយក៏យំសោកព្រះរាជធីតាជាគូបណ្ដូលចិត្តព្រះនាងមុខជាព្រះកន្សែងសោយសោកពីការព្រាត់ប្រាសនេះជាមិនខានលុះសុបិនស្បើយពីទុក្ខព្រួយក៏ទៅជួបស្ដេចស្វាសសួរថាហេតុដូចម្ដេចបានជាអ្នកមកកាន់ទីនេះទៀតសុបិនសាស័ព្ទប្រាប់ស្ដេចស្វាសគ្រប់ប្រការស្ដេចស្វាសបានលួងលោមសុបិនថាសំឡាញ់អើយសូមអ្នកកុំកាត់ទុកអីខ្ញុំអាចជួយអ្នកបានស្ដេចស្វាសប្រគល់ទូកមួយទៅសុបិនហើយផ្ដាំថាសូមអ្នកជិះទូកនេះទៅទិសខាងជើងឈៀងខាងកើតអ្នកនឹងបានទៅដល់កោះមួយហៅថាកោះឧតុពរអ្នកនឹងបានឃើញដើមឧតុពរមួយដើមដ៏ធំមានផ្លែពណ៌ក្រហមនៅទីនោះមានសកលជ្រូកមួយពំកែវមុនីមករើសផ្លែឧតុពរទុំស៊ីធ្វើយ៉ាងណាអ្នកយកកែវមុនីនោះឲ្យបានហើយធ្វើដំណើរទៅទិសនិរតីនឹងបានទៅដល់នគរមួយឈ្មោះថាតនខណ្ឌនគរហើយបន្តដំណើរទៅមុខទៀតនឹងបានទៅដល់ភរិនតលនគរនិងអាសិបលនគរក្នុងនគរទាំងនោះមានវត្ថុពិសេសអស្ចារ្យណាស់ចូលអ្នករិះរោគមធ្យោបាយយ៉ាងណាយកវត្ថុទិព្វទាំងនោះឲ្យបានសឹមអ្នកទៅនគរកោសំពីអ្នកនឹងបានសោយរីសម្បត្តិជាស្ដេចឯករាជ្យមានកតេនាមល្បីល្បាញខ្ចរខ្ចាយសុបិនបានថ្លែងអំណរគុណដល់ស្ដេចស្វាសហើយចុះទូកដែលពេញទៅដោយផ្លែឈើនានាជាស្បៀងសម្រាប់ធ្វើដំណើរពេញមួយថ្ងៃទើបសុបិនទៅដល់កោះឧសំពរហើយឡើងទៅពួននិងប្រគៀបឈើចាំមើលសុករមួយស្របក់ក្រោយមកគេក៏ឃើញសុករនោះពំកែវមុនីដើរមកលើផ្ទៃសមុទ្រឡើងមកលើកោះជាកែវមុនីដាក់ក្បែរគល់ឧសំពរហើយរើសផ្លែឈើទុំស៊ីរហូតដល់ឆ្អែតទើបវាប្រាស់ខ្លួនដេកក្បែរកែវមុនីនោះលក់ទៅសុបិនយល់ថាសុករដេកលក់ប្រកបហើយក៏ចុះទៅសន្សំឆក់យកកែវមុនីនោះរបស់ជ្រូកចេញទៅបន្ទាប់ពីបានកែវមុនីនោះហើយសុបិនមានអារម្មណ៍ចម្លែកថាខ្លួនរបស់គេស្រាលដោយសំឡីអាចហក់ឡើងទៅលើមែកឈើខ្ពស់យ៉ាងងាយលុះមហាសករភ្ញាក់ឡើងបាត់កែវមុនីខឹងចិត្តណាស់ក៏បោកក្បាលនឹងគល់ឧសំពរនោះស្លាប់ទៅសុបិនដើរលើផ្ទៃទឹកលឿនដូចហោះអស់ចម្ងាយ30យោជន៍ទៅបានទៅដល់ខណ្ឌនគរកាលនោះពួកអ្នកស្រុកនាំគ្នាភ្ញាក់ផ្អើលឆោឡោគ្រប់គ្នាព្រោះឃើញមនុស្សអាចដើរលើទឹកបានយ៉ាងអស្ចារ្យខ្ចរខ្ចាយល្បីដល់ស្ដេចខណ្ឌនគរទើបទ្រង់ហៅសុបិនចូលគាល់សុបិនចូលទៅថ្វាយបង្គំព្រះរាជាត្រាស់សួរថាណែចៅមាណពដោយអនុភាពអ្វី
ទៅបានជាឯងអាចដើរលើទឹកនេះបានហើយមិនលិចលង់បែបនេះសុបិនទូលថាសូមទ្រង់មេត្តាប្រោសដោយអនុភាពនៃកែវមณีនេះក្រាបទូលព្រះរាជាមានព្រះតីចង់បានកែវមณีនោះណាស់ទើបទ្រង់ត្រាស់ថាយើងសូមបដូរដំបងទឹកនឹងកែវមณีរបស់ឯងនេះបានដែរឬទេសុបិនទូលថាចុះដំបងទឹកនេះមានអនុភាពដូចម្ដេចខ្លះស្ដេចពន្យល់ថាដំបងនេះស័ក្តិសិទ្ធិណាស់បើមនុស្សឬសត្វចង់ប៉ងចូលមកបន្ទុះសម្រាយនឹងយើងគ្រាន់តែចាប់ដំបងចង្អុលទៅសត្រូវនោះនឹងស្លាប់មួយរំពេចសុបិនទូលតបថាសូមទ្រង់មេត្តាប្រោសទូលព្រះបង្គំមិនហ៊ានបដូរនៅទីនេះទេត្បិតទូលបង្គំមានតែម្នាក់ឯងលុះត្រាតែព្រះអង្គនឹងទូលបង្គំចូលទៅក្នុងព្រៃរួចសឹមបដូរគ្នាទៅបានក្រាបទូលដោយព្រះរាជាចង់បានដួនកែវមณีនោះពុនពេកក៏ព្រមយាងទៅក្នុងព្រៃហើយប្រគល់ដំបងទឹកនោះឲ្យទៅសុបិនស្ដេចត្រាស់ថាណែចៅមាណពចូលអ្នកថ្វាយកែវមณีនោះមកឲ្យយើងសុបិនទូលថាបបិទ្ធមហារាជទូលបង្គំមិនថ្វាយកែវមณีនេះឲ្យទ្រង់ឡើយស្ដេចត្រាស់ថាបើអញ្ចឹងប្រគល់ដំបងទឹកនោះមកឲ្យយើងវិញសុបិនទូលថាសូមស្ដេចយាងទៅវិញចុះបើបង្ខំទូលបង្គំនឹងថ្វាយចុងដំបងទឹកនេះស្ដេចតនខណ្ឌនគរមិនបានកែវមณีហើយថែមទាំងបាត់បង់ដំបងទឹកទៀតទ្រង់ស្ដាយក្រោយដោយយាងត្រឡប់ទៅវិញដោយព្រះហស្ថទទេឯសុបិនបានចេញពីព្រៃធ្វើដំណើរទៅមុខទៀតអស់ចម្ងាយ30យោជន៍ទើបទៅដល់កុភិននគរគេបានសម្ដែងរត់លើទឹកតាមដងទន្លេចូលទៅក្នុងនគរនោះអស់មហាជនបានឃើញសុបិនក៏ភ្ញាក់ផ្អើលជាខ្លាំងស្ដេចកុភិននគរកាន់ក្អមទឹកយាងទៅទន្លេគង្គាបានត្រាស់សួរសុបិនអំពីដំណើរដែលអាចដើរលើផ្ទៃទឹកបានសុបិនបានបង្ហាញដួងកែវមณีដែលមានរស្មីភ្លឺភ្លេចចាំងចែងព្រះរាជាទតឃើញទ្រង់សពព្រះរាជហឫទ័យណាស់ទើបត្រាស់សុំបដូរនឹងឆ្នាំងទឹករបស់ទ្រង់សុបិនទូលសួរព្រះអង្គអំពីអនុភាពនៃឆ្នាំងទឹកនេះព្រះរាជាត្រាស់ថាឆ្នាំងទឹកនេះមានអនុភាពច្រើនប្រការបើត្រូវការអាហារគ្រាន់តែផ្អៀងឆ្នាំងនឹងចេញអាហារផ្សេងតាមបំណងបើមានពួកសត្រូវមកចូលយាគ្រាន់តែផ្កាប់ឆ្នាំងនេះនឹងបណ្ដាលឲ្យមានទឹកជំនន់លិចលង់ពួកសត្រូវស្លាប់អស់មិនខានសុបិនទូលថាសូមទ្រង់មេត្តាប្រោសបើទ្រង់សពព្រះហឫទ័យនឹងកែវមณีនេះលុះតែទ្រង់យាងចូលទៅក្នុងព្រៃតែ2នាក់ទើបទូលបង្គំសុខចិត្តបដូរថ្វាយដោយព្រះរាជាចង់បានកែវមณีនេះខ្លាំងពេកទើបស្ដេចយាងចូលទៅក្នុងព្រៃលុះដល់ព្រៃស្ងាត់សុបិនក៏ប្រើល្បិចដូចមុនយកក្អមបានអំពីព្រះរាជាក្នុងព្រៃនោះសុបិនបានក្អមទឹកនោះហើយក៏ចេញដំណើរតទៅមុខទៀតអស់ចម្ងាយ30យោជន៍ទើបទៅដល់ភេរិន្តលនគរនៅនគរនេះមានស្គរទឹកពិសេសមួយនៅផ្ទៃស្គរម្ខាងសម្រាប់វាយបណ្ដេញខ្មាំងសត្រូវឲ្យខ្ចាត់ខ្ចាយនិងផ្ទៃម្ខាងទៀតសម្រាប់វាយបង្កើតវត្ថុផ្សេងតាមតម្រូវការសុបិនបានប្រើមធ្យោបាយដណ្ដើមយកស្គរនោះដូចមុនដែរបន្ទាប់មកសុបិនក៏ចេញដំណើរតទៅមុខទៀតទៅដល់អសិបតនគរនៅនគរនោះមានដាវទឹកមួយអាចកាត់ក្បាលសត្រូវបានគ្រប់ទិសទីសុបិនបានប្រើមធ្យោបាយបោកបញ្ឆោតស្ដេចនគរនោះយកដាវទឹកបានដូចមុនដែរសុបិនធ្វើដំណើរអស់ចម្ងាយ30យោជន៍ទើបទៅដល់នគរកោសំពីហើយឈៀងចូលអារាមដើម្បីអនុមស្ការគ្រូឧបជានិងអាចារ្យដោយការគោរពនិយាយពីព្រះនាងបុទមកេសរា
អស់រយៈពេល3ខែទើបមកដល់នគរកោសំពីពួកអាមាត្យហើយហោមព្រះនាងចុះពីសំពៅនោះព្រះនាងសួរអាមាត្យថាឯណាទៅព្រះស្វាមីខ្ញុំអាមាត្យក៏ហកព្រះនាងថាសុបិនមកតាមសំពៅក្រោយសូមព្រះនាងយាងទៅវង់ចាំក្នុងព្រះរាជវាំងសិនចុះព្រះនាងបានស្បើយពីទុក្ខព្រួយបន្តិចដោយជឿតាមពាក្យបញ្ឆោតរបស់ពួកអាមាត្យទាំងនោះអាមាត្យនាំព្រះនាងទៅថ្វាយព្រះរាជាព្រះរាជាទ្រង់ទតឃើញរូបឆោមព្រះនាងភ្លាមក៏សពព្រះរាជហឫទ័យពន់ពេកគ្រានោះព្រះនាងត្រាស់សួរអាមាត្យមួយទៀតថាឯណាព្រះស្វាមីខ្ញុំអាមាត្យទូលថាព្រះរាជអង្គនេះហើយជាព្រះស្វាមីរបស់ទ្រង់ព្រះនាងក៏យល់ថាទ្រង់ត្រូវពួកអាមាត្យបោកបញ្ឆោតហើយក៏ទ្រង់ព្រះចិន្តាកើតទុក្ខចុកណែនអរាទ្រង់ព្រះកន្សែងពិលៀបរៀបរាប់ដោយប្រការផ្សេងដោយព្រាត់ពីព្រះបរបិតានិងព្រះស្វាមីបណ្ដូលចិត្តព្រះរាជាទ្រង់បានលួងលោមសំណេះសំណាលនឹងព្រះនាងខ្នាញ់ណាស់អត់ទ្រាំមិនបានក៏តេះដៀលបង្អស់បង្អាំធ្វើឲ្យព្រះរាជាឈឺចាប់មិនហ៊ានចូលមកជិតព្រះនាងឡើយកាលនោះមានអាមាត្យម្នាក់ចេញពីសំពៅក្រោយគេហើយបានឈាងចូលទៅក្នុងអារាមនោះស្រាប់តែឃើញសុបិនកំពុងលេងអុកលើសាលាក៏សួរថាអ្នកសុបិនតើអ្នកមកដល់ទីនេះតាំងពីអង្កាលសុបិនថាខ្ញុំដើរមកដល់ពី3ថ្ងៃហើយអាមាត្យថាចុះអ្នកមកដោយសារអ្វីសុបិនថាខ្ញុំដើរមកតែម្នាក់ឯងទេអាមាត្យស្ដាប់ឮហើយក៏ស្ញប់ស្ញែងនឹងឫទ្ធាចេស្តានៃសុបិនហើយក៏សួរម្ដងទៀតថាអ្នកបានមកដល់នគរមុនខ្ញុំចុះអ្នកបានចូលកលព្រះករុណាហើយឬនៅសុបិនថាខ្ញុំមិនស្គាល់ព្រះរាជាទេអាមាត្យស្ដាប់ហើយក៏ទទួលព្រះមហាក្សត្រទ្រង់បញ្ជាអាមាត្យទៅហៅសុបិនចូលកលតែសុបិនប្រាប់អាមាត្យវិញថាយើងស្គាល់តែព្រះរាជាណាដែលមានទោសធម្មរាជតែប៉ុណ្ណោះឯព្រះរាជាគ្មានទោសធម្មរាជយើងមិនស្គាល់ទេចូលអ្នកវិលទៅទូលព្រះអង្គវិញចុះអាមាត្យទូលព្រះអង្គតាមពាក្យសុបិនប្រាប់ព្រះរាជាទ្រង់ពិរោធខ្លាំងណាស់ក៏ត្រាស់បង្គាប់សេនាបតីឲ្យលើកទ័ពទៅចាប់សុបិនក្នុងអារាមលុះទ័ពព័ទ្ធជុំវិញអារាមហើយសុបិនក៏លើកដំបងទឹកចង្អុលទៅទ័ពនោះក៏បណ្ដាលឲ្យកងទ័ពទាំងអស់ដួលសន្លប់គោលើគ្នាដូចដើមចេកដែលត្រូវនឹងខ្យល់ព្យុះបក់បោកក្នុងចំណោមទ័ពទាំងអស់មានសេនាបតីមួយរស់រួចជីវិតរត់ចូលទទួលព្រះរាជាឲ្យទ្រង់ជ្រាបពីព្រឹត្តិការណ៍នេះព្រះរាជាទ្រង់ក្រេវក្រៅមហិមាទ្រង់ចាត់ចែងចតុរង្គសេនាលើកទ័ពចេញទៅដោយព្រះអង្គឯងចៅសុបិនបានដឹងថាព្រះរាជាទ្រង់លើកទ័ពមកធំសម្បើមមកប៉ងពិឃាតដូច្នេះទើបទូលស្គរបង្កើនវិមានយ៉ាងចិញ្ចាងចិញ្ចែងព្រមទាំងកំផែងប៉ងប្រការព័ទ្ធជុំវិញព្រះរាជាទ្រង់បញ្ជាឲ្យទ័ពដំរីចូលទៅព្រែកកំទេចកំពែងបន្ទាយឲ្យខ្ទេចតែឥតបានផលអ្វីសោះឡើយទ្រង់មិនអស់ព្រះទ័យក៏បញ្ជាឲ្យពលសេនាទាំង4ទិសឡើងកំពែងប៉មចូលទៅព្រមគ្នាចៅសុបិននៅលើវិមានប្រាសាទថ្នាក់លើបង្អស់បានមើលឃើញពួកពលសេនាព្រះរាជាច្រើនណែនតាន់តាប់កំពុងតែនាំគ្នាពុះពារឡើងកំពែងនិមិត្តទាំង4ទិសចៅសុបិនឃើញដូច្នេះឥតមានផិតភ័យអ្វីឡើយហើយបង្គាប់ឲ្យពួកនារីឲ្យប្រគំបទភ្លេងច្រៀងរាំរែកយ៉ាងអធិកអធមព្រះរាជាបង្គាប់ឲ្យពួកសេនាបតីថាពួកយើងចាប់អាសុបិនសម្លាប់ចោលហើយយកវាឲ្យសត្វក្អែកថ្មាតស៊ីកុំត្រាប្រណីសុបិនឃើញដូច្នេះក៏លើកដំបងទិបចង្អុលទៅកងចតុរង្គសេនាធ្វើឲ្យកងសេនាទាំងអស់នោះធ្
ធ្លាក់រុះរប៉ាត់របាយទៅដល់ដីសន្លប់គោគ្នាហាក់ដូចជាស្រមោចត្រូវរោលដោយកម្ដៅភ្លើងដូចនេះដែរនៅសល់តែព្រះរាជាសេនាបតីនិងលោកបុរហិតតែប៉ុណ្ណោះអ្នកទាំង3ស្ថិតនៅលើដំរីមានក្តីឥតភិតភ័យរន្ធត់ស្ទើរធ្លាក់ដាំដងពីលើដំរីទៅប្រញាប់នាំគ្នាលើកដៃសំពះអង្វរសូមឲ្យចៅសុបិនលើកលែងទោសនិងទុកជីវិតឲ្យផងចៅសុបិនឃើញដូច្នេះក៏មានចិត្តអាណិតមេត្តាទើបទូលព្រះអង្គថាបបិទ្ធមហារាជទូលព្រះបង្គំមិនពិឃាតទ្រង់ទេហើយចៅសុបិនយាងទ្រង់ទៅកាន់វិមាននិមិត្តរបស់គេខណៈពេលនោះព្រះរាជានិងចៅសុបិនបានធ្វើសញ្ចាស្បត់លែងប្រទុះសម្រាយនឹងគ្នាទៀតហើយព្រះរាជាមានព្រះឱកាសថាចៅសុបិនបុទុមកេសារានឹករលឹកដល់ឯងខ្លាំងណាស់នាងកំពុងព្រះកន្សែងនៅក្នុងរាជវាំងឯណោះនាងឥតមានចិត្តត្រេកច្រអាលជាមួយនឹងយើងទេឲ្យតែឯងទុកជីវិតឲ្យយើងហើយស្រោចស្រង់ជីវិតដល់ពួកពលទាំងអស់ឲ្យមានជីវិតឡើងវិញយើងសុខចិត្តប្រគល់រាជទ្រព្យហើយរៀបពិធីអភិសេកឯងនិងព្រះនាងបុទុមកេសារាឲ្យគ្រងរាជ្យនៅកោសម្ពីនគរនេះចៅសុបិនបានធ្វើតាមសេចក្តីបំណងរបស់ព្រះរាជាដោយក្តីគោរពចតុរង្គសេនានិងសត្វទាំងមនុស្សក៏រស់ឡើងវិញទាំងអស់ព្រះរាជាត្រាស់បញ្ជាអាមាត្យឲ្យទៅដង្ហែព្រះនាងបុទុមកេសារាយាងមកវិមាននិមិត្តនេះព្រះនាងបានជួបព្រះស្វាមីមានសេចក្តីត្រេកអរមហិមាស្ទុះអោបព្រះស្វាមីឲ្យក្តីរំភើបនិងតក់ស្លុតក្រៃលែងហើយព្រះរាជាធ្វើពិធីរាជាពិសេសចៅសុបិនជាមួយនឹងព្រះនាងបុទុមកេសារាឲ្យឡើងគ្រងជាស្ដេចដែនដីដំណរពីព្រះអង្គហើយទ្រង់ថ្វាយព្រះនាមថាព្រះបាទសុបិនរាជថ្លែងពីចិនបុរីដែនខេមរតបន្ទាប់ពីបាត់ព្រះរាជធីតាពីក្រឡាបន្ទុំទៅហើយក៏កើតជ្រួលច្របល់ឡើងព្រះរាជាចាត់ពួកអាមាត្យឲ្យទៅរករោសពនានៃស្ដេច1001តែការស្វែងរកនេះឥតមានបានផលអ្វីបន្តិចឡើយតែមានដំណឹងថាសំពៅទាំង7របស់ពួកឈ្មួញបានបង្រាត់ព្រះរាជធីតាទៅជាមួយបាត់ទៅហើយព្រះរាជាទ្រង់បានចាត់សំពៅជាច្រើនចេញទៅធ្វើជំនួញគ្រប់ប្រទេសនានាដើម្បីស៊ើបរកព្រះរាជធីតាក្នុងចំណោមសំពៅទាំងអស់នោះមានសំពៅមួយបានទៅដល់នគរកោសម្ពីហើយទទួលដំណឹងថាមានព្រះមហាក្សត្រមួយអង្គទើបនឹងគ្រងរាជ្យថ្មីជាមួយនឹងព្រះអគ្គមហេសីបុទុមកេសារាជាព្រះរាជធីតានៃក្រុងចិនបុរីអាមាត្យនាយសំពៅបានដឹងពីព័ត៌មាននេះច្បាស់ហើយទើបចាត់ចែងគ្រឿងបណ្ដាការមានតម្លៃផ្សេងចូលគាល់ព្រះរាជទេវីលុះអាមាត្យបានជួបព្រះរាជធីតាហើយក៏ក្រាបទូលព័ត៌មាននេះដល់ស្ដេចក្រុងចិនបុរីចំណែកព្រះនាងបុទុមកេសារាវិញក៏បានក្រាបទូលព័ត៌មាននេះដល់ព្រះរាជស្វាមីដែរព្រះបាទសុបិនរាជបានផ្ញើរាជសារមួយច្បាប់ថ្វាយទៅដល់បវរមាតាបិតាក្មេកក្នុងរាជសារនេះមានសេចក្តីថាទូលព្រះបង្គំព្រះបាទសុបិនរាជសូមក្រាបថ្វាយបង្គំព្រះវរមាតាបិតាសូមទ្រង់ព្រះរាជទានទោសចំពោះទូលបង្គំដែលនាំគ្នារត់ចោលព្រះអង្គដោយមិនបានទូលថ្វាយទាំងនេះជាកំហុសធំណាស់សូមព្រះអង្គអភ័យទោសឲ្យពួកយើងទាំងពីរនាក់ផងព្រះបាទក្រុងចិនបុរីបានទទួលដំណឹងនេះហើយទ្រង់មានព្រះទ័យក្រេវក្រោវជាខ្លាំងប្រុងនឹងលើកទ័ពទៅប្រយុទ្ធជាមួយព្រះបាទសុបិនរាជតែអាមាត្យនិងពួកឈ្មួញទាំងនោះ
បានក្រាបទូលជំទាស់ថាសូមទ្រង់កុំលើកទ័ពទៅប្រយុទ្ធនឹងស្ដេចនោះអីកុំថាឡើយមនុស្សលោកទោះជាទេវតាក៏មិនអាចយកជ័យជំនះនឹងស្ដេចនគរនោះបានដែរព្រោះព្រះបាទសុបិនរាជមានអាវុធទិព្វដ៏វិសេសវិសាលជាច្រើនយ៉ាងមានដូចជាកែវមុនីទិព្វដំបងទិព្វឆ្នាំងទិព្វនិងស្គរទិព្វនិងដាវទិព្វសុទ្ធតែជាអាវុធមានមហិទ្ធិឫទ្ធិអស្ចារ្យណាស់ព្រះបាទកោមលរាជទ្រង់សណ្ដាប់យោបល់អាមាត្យហើយក៏ទ្រង់មានព្រះទ័យមិនហ៊ានប្រឆាំងនឹងព្រះបាទសុបិនរាជឡើយចាប់តាំងពីពេលនោះមករវាងនគរទាំងពីរតែងតែតាក់ទងគ្នាទៅវិញទៅមកដោយការគោរពស្រឡាញ់រាប់អានច្រើនខែក្រោយមកព្រះនាងបុទមកេសារាទ្រង់មានព្រះគរចិត្តគ្រប់ទសមាសព្រះនាងក៏មានបំណងចង់ប្រសូតព្រះរាជបុត្រនៅឯរាជត្រកូលទើបទ្រង់ទូលបំណងនេះជូនទៅដល់ព្រះស្វាមីព្រះបាទសុបិនរាជសម្រេចព្រះទ័យយាងទៅជាមួយព្រះមហេសីដែរប៉ុន្តែទ្រង់មិនចង់ធ្វើដំណើរតាមផ្លូវទឹកទេដោយទ្រង់ចតុរង្គសេនាដង្ហែព្រះអគ្គមហេសីតាមផ្លូវគោកទើបទ្រង់បញ្ជាដាវទិព្វកាប់ឆ្ការព្រៃជំរះផ្លូវឲ្យបានរៀបរយដាវទិព្វក៏ហោះចេញមកចាត់ចែងធ្វើផ្លូវតាមព្រះរាជបញ្ជាកាប់ឆ្ការព្រៃពង្រៀបដីទួលឬភ្នំបំពេញទីជំហុបថ្លុកត្រពាំងឲ្យរាបស្មើមានទំហំធំទូលាយនិងចាប់ពីនគរកោសំពីរហូតដល់ខេមរ័ត្នលុះព្រះសែនដាវទិព្វធ្វើផ្លូវបានសម្រេចហើយទើបត្រឡប់ចូលស្រោមវិញព្រះបាទសុបិនរាជទ្រង់បានប្រកាសដល់ប្រជារាស្ត្រនាំគ្នាចេញទៅតាំងរានផ្សារលក់ទំនិញផ្សេងនៅតាមផ្លូវមានលក់ម្ហូបអាហារនិងវត្ថុផ្សេងតាមចំណង់ការធ្វើដំណើរដើររៀបចំឡើងនៅការហែហមច្រើនណែនតាន់តាប់ពួកសេនាយោធាបានសុខសប្បាយបរិបូរណ៍ដោយអាហារបរិភោគនិងទឹកប្រើប្រាស់ឥតមានខ្វះឡើយឆ្នាំងទិព្វបញ្ជាចេញអាហារមានឲ្យជារសឆ្ងាញ់ពិសាស្គរទិព្វទទួលភារៈសាងសង់ព្រះពន្លានិងជំរុំយ៉ាងល្អប្រណិតព្រះបាទកោលមូលរាជនិងព្រះរាជទេវីមានព្រះទ័យសមនស្សរីករាយណាស់ទ្រង់បានបញ្ជាសេនាចាត់ចែងធ្វើពិធីទទួលស្វាគមន៍ព្រះរាជបុត្រយ៉ាងឧឡារិតបន្ទាប់មកព្រះបាទកោលមូលរាជទ្រង់ធ្វើពិធីព្រះរាជពិសាទតាមប្រពៃណីទ្រង់បានប្រគល់រាជសម្បត្តិនិងក្រុងចិនបុរីព្រះរាជទានដល់ព្រះរាជសុនិសាគ្រប់គ្រងជាដំណរព្រះរាជវង្សតរៀងទៅឯព្រះនាងបុទមកេសារាបានប្រសូតព្រះរាជបុត្រមួយព្រះអង្គពេលប្រសូតគេទទួលបានព្រះរាជកុមារនិងស្បែកសឹងទើបព្រះញាតិសាសោលោហិតថ្វាយព្រះនាមថាសឹងនរកុមារលុះសឹងនរកុមារចេះដើរហើយព្រះនាងប្រសូតព្រះរាជបុត្រមួយព្រះអង្គទៀតថ្វាយព្រះនាមថាកញ្ចរកុមារព្រះបាទសុបិនរាជបានទំនុកបំរុងនឹងស្ដេចស្វាសព្រមទាំងពួកពាណោជាបរិវារហើយព្រះអង្គយាងត្រឡប់មកនគរកោសំពីវិញហើយសេរីរឿងរបស់យើងក៏ចប់ត្រឹមនឹងប្រិយមិត្តទាំងអស់គ្នាបើសិនជា admin និយាយទៅមានពេលបែកខុសឆ្គងត្រង់ប្រការណាមួយកុំភ្លេចខន្តីនិងអភ័យទោសឲ្យ admin ផងណាហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីមុនគេ